បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតមកចែកចាយដើម្បីឲ្យអ្នកទាំងអស់គ្នាបានទស្សនាគឺពាក់ព័ន្ធជាមួយនឹង idol របស់យើងលោកវណ្ណដានិង idol ជីវិតគឺលោកបានទិញឡាននិងនាឡិកាទំនើបដែលក្នុងនោះទាំងឡានទាំងនាឡិកាគឺមានតម្លៃគួរឲ្យកត់សម្គាល់គឺថ្លៃតែម្ដងក្នុងប្រហែលថ្ងៃមុននេះគឺលោកវណ្ណដាជាស្ដែងគាត់បានទិញឡានមួយគ្រឿងគឺ Lamborghini Urus ដែលជាស៊េរី A 2022ក្នុងនោះគាត់ទិញក្នុងតម្លៃមួយកប់មែនតើគឺតម្លៃ$55,000បងប្អូនមិនមែនជាការលេងសើចទេគឺ$55,000ហើយស៊េរីនេះគឺស៊េរីចុងក្រោយតាមដែលបានដឹងគឺស៊េរីចុងក្រោយហើយតម្លៃគឺថ្លៃតម្លៃមួយនេះគឺអ្នកទាំងអស់គ្នាអាចយកទៅធ្វើការរកស៊ីឬក៏ទិញផ្ទះទិញដីឲ្យបានច្រើនមែនទែនប៉ុន្តែជាក់ស្ដែងនេះគឺជាគោលដៅរបស់មនុស្សម្នាក់ពាក់ព័ន្ធជាមួយនឹងការគិតខំប្រឹងប្រែងអ្វីមួយគឺគាត់ខំដើម្បីចង់បានអ្វីមួយមកវិញផងដែរអញ្ចឹងពេលដែលគាត់ជោគជ័យគាត់ច្បាស់ហើយនឹងទិញនៅរបស់ដែលគាត់ចង់បានជាស្ដែងក៏លេងមកមើល idol ជីវិតជាងវិញគឺគាត់ដូចជាប៉ុន្មានថ្ងៃមុននេះគាត់ហើយនឹងអ្នកនាងទេពព្រឹកគឺប្រពន្ធរបស់គាត់គឺបានទៅហាងនាឡិកាល្បីមួយនៅក្នុងប្រទេសកម្ពុជាពាក់ព័ន្ធជាមួយរឿងនេះដែរគឺគាត់បានទៅទិញនាឡិកា Mark Richard Mille OM011 ទីតានាមជាស្ដែងអ្នកទាំងអស់គ្នាដឹងថាតម្លៃប៉ុន្មានទេគឺតម្លៃខ្ទង់$30,500តម្លៃមួយនេះគឺអាចនិយាយបានថាគាត់ទៅនាឡិកាមួយដែលយើងពាក់ស្មើនឹងលុយដែលយើងអាចធ្វើផ្ទះឬក៏រស់នៅយ៉ាងស្រួលបានអញ្ចឹងអ្នកទាំងអស់គ្នាគិតមើលថាវាជារឿងធម្មតាដែរទេអូខេអ្នកទាំងអស់គ្នាដោយតែបានជ្រាបនៅរឿងរ៉ាវទាំងលើនេះគឺអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថាអូយខ្ញុំរកតែបាយច្រកឆ្នាំបានប៉ុន្តែគេមានដល់លុយទិញឡានរាប់$10,000រាប់$100,000ហើយគេមានលុយទិញនាឡិកាតម្លៃរាប់$100,000ទៀតតែទាំងអស់នេះត្រូវគិតវិញថាវាគឺជាសេចក្តីសុខរបស់មនុស្សម្នាក់ៗហើយយើងរាល់ថ្ងៃគឺយើងធ្វើការខិតខំប្រឹងប្រែងធ្វើការហ្នឹងគឺដើម្បីអ្វីគឺដើម្បីគោលបំណងរបស់យើងបើមិនជាយើងព្យាយាមដល់គោលដៅរបស់យើងមួយហើយគឺយើងនឹងទៅទិញអ្វីមួយសម្រាប់លក្ខណៈថាបំពេញក្តីសម័យខ្លួនឯងណាអញ្ចឹងអ្នកទាំងអស់គ្នាមិនគួរគិតថាវាជារឿងដែលខ្ជះខ្ជាយអីទេព្រោះអីជាក់ស្ដែងគឺគាត់បានទៅដល់គោលដៅដូចគ្នាទាំង idol វណ្ណដានិង idol ជីវិត idol វណ្ណដាទើបតែបញ្ចប់អាល់ប៊ុមត្រីវិស័យព្រមទាំង concert របស់គាត់នៅប្រហែលអាទិត្យមុននេះគឺមានភាពអស្ចារ្យមែនទែនហើយសង្ឃឹមថា idol ជីវិតគាត់នឹងមានជាអាល់ប៊ុមឬក៏ concert អីប្លែកៗសម្រាប់អ្នកទាំងអស់គ្នាទស្សនាផងដែរសម្រាប់អ្នកគ្រប់គ្រង idol ទាំងពីរគួរតែងាកមកចាប់ដៃគ្នាស្រឡាញ់គ្នាព្រោះយើងជាខ្មែរដូចគ្នា KSK អរគុណអ្នកទាំងអស់គ្នាសម្រាប់តាមដានទស្សនាវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់សង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្តវីដេអូរបស់ខ្ញុំហើយនឹងជួយ like subscribe ផងដែរអរគុណច្រើនជួបគ្នានៅវីដេអូថ្មីមួយទៀតបាយបាយ